នេះគឺជា B2 Spirit ដែលជាយន្តហោះទម្លាក់គ្រាប់បែកបំផង់កាយរបស់សហរដ្ឋអាមេរិកវាគឺជាម៉ាស៊ីនដ៏ទំនើបបំផុតមួយដែលមិនធ្លាប់ត្រូវបានបង្កើតឡើងជាមួយនឹងការរចនាបែបបំផង់កាយវាអាចហោះចូលទៅក្នុងទឹកដីរបស់សត្រូវផ្ទាល់ដោយស្ទើរតែមិនអាចមើលឃើញដូចជាខ្មោចនៅលើមេឃដោយបំពាក់នូវអាវុធដែលមានភាពសុក្រិតខ្ពស់ B2 Spirit អាចវាយប្រហារពីចម្ងាយរាប់ពាន់ម៉ាយជាមួយនឹងភាពជឿជាក់បំផុតបច្ចេកវិទ្យាបំផង់កាយរបស់វាធ្វើឲ្យរ៉ាដាស្ទើរតែមិនអាចចាប់សញ្ញាបានដែលអនុញ្ញាតឲ្យវាបំពេញបេសកកម្មដែលមានហានិភ័យខ្ពស់ដោយមិនត្រូវបានគេរកឃើញនោះឡើយវាអាចចាក់សាំងនៅលើអាកាសដែលធ្វើឲ្យវាអាចហោះហើរទៅកាន់គ្រប់ទីកន្លែងក្នុងពិភពលោកដោយមិនចាំបាច់ចុះចតនោះទេ B2 Spirit គឺជាយន្តហោះដែលមានតម្លៃថ្លៃបំផុតនៅក្នុងលោកដោយមួយគ្រឿងមានតម្លៃប្រហែលជា $2.13 លានឬមួយក៏ស្មើនឹងយន្តហោះដឹកអ្នកដំណើរ Boeing 747 នឹងចំនួន13គ្រឿងឯណោះ B2 Spirit ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមត្រជាក់សម្រាប់គោលបំណងទម្លាក់គ្រាប់បែកបំផង់កាយក្នុងចម្ងាយឆ្ងាយវាត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងឆ្នាំ1989ហើយចាប់តាំងពីពេលនោះមកវាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកយន្តហោះនេះមានប្រវែង21ម៉ែត្រហើយស្លាបទាំងសងខាងរបស់វានឹងមានប្រវែងប្រហែលជា52ម៉ែត្រនៅពេលរ៉ាដារបស់សត្រូវដំណើរការវាបញ្ជូនរលកសញ្ញាដើម្បីស្វែងរកយន្តហោះចំពោះយន្តហោះធម្មតារលកសញ្ញានឹងជាក់ត្រឡប់មកវិញដែលប្រាប់សត្រូវឲ្យដឹងពីទីតាំងប៉ុន្តែសម្រាប់ B2 Spirit ផ្ទៃជ្រងរលោងរបស់វាជួយបំបែរលកសញ្ញារ៉ាដាឲ្យឃាតឆ្ងាយទៅទិសសៀងធ្វើឲ្យវាស្ទើរតែមើលមិនឃើញក្រៅពីនេះវាក៏ត្រូវបានស្រោបដោយសារធាតុស្រូបរលករ៉ាដាផងដែរម៉ាស៊ីនរបស់វាត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងទូខ្លួនដើម្បីកាត់បន្ថយសំឡេងនិងកម្ដៅវាប្រើប្រាស់ម៉ាស៊ីន General Electric F118GE100 ចំនួន4គ្រឿងនៅក្នុងបេសកកម្មរយៈពេល10ម៉ោង B2 Spirit ប្រើប្រាស់ប្រេងអស់ប្រហែលជា 85,000 កាឡុងឬមួយក៏តម្លៃប្រហែលជា $270,000 វាអាចហោះបានចម្ងាយប្រហែលជា 6,000 ម៉ាយដោយមិនចាំបាច់ចាក់សាំង B2 Spirit មាន pilot តែ2នាក់ប៉ុណ្ណោះការរចនាដ៏ប្លែកដែលតួខ្លួនទាំងមូលស្ថិតនៅក្នុងស្លាបធ្វើឲ្យការបញ្ជាខុសពីយន្តហោះធម្មតានៅក្នុងឃ្លាំងអាវុធរបស់វាមានប្រព័ន្ធបាញ់បង្ហោះបែបបង្វិលដែលអាចដឹកគ្រាប់បែកបានច្រើនប្រភេទចាប់តាំងពីគ្រាប់បែកធម្មតារហូតដល់គ្រាប់បែកនុយក្លេអ៊ែរគ្រាប់បែកដែលគេនិយមប្រើច្រើនបំផុតគឺ JDAM ដែលជាគ្រាប់បែកឆ្លាតវៃដែលបញ្ជាដោយប្រព័ន្ធ GPS ដែលអាចវាយប្រហារចំគោលដៅយ៉ាងសុក្រិតទោះបីជាទម្លាក់ពីចម្ងាយ8ម៉ាយក៏ដោយជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា